ok chân dương riêng máu nó không mấy riêng ấy hơi dương sạc xa bị general với nó không lệ khăn tìm một tới lệ khăn tu tới cứ miền lệ khăn đi dương khơi bồn mán lấy bồn mánอย่างan bản năng ô tí hò máu tí mũi nè ok 8 nó o'clock chua nè nó chua nè đấy nó chua 8 o'clock 8 5 8 nó máu máu 15 nó tí mũi đấy dương ai thà 8 8 8มันจังឬក៏មួយទៀតយើងអាចដាក់ពាក្យនេះពាក្យថា o'clock o'clock ហ្នឹងក៏ប្រែ 8 o'clock ប្រែថាម៉ោង8ដែរប៉ុន្តែពាក្យ o'clock នេះគឺយើងប្រើចំពោះម៉ោងដែលមាននាទី00ណា8គត់ណាម៉ោង8គត់ yeah 8 o'clock ឬក៏យើងថា8ទី2ពេលដែលយើងឃើញម៉ោង8 លើសនាទីលើសនេះ5នាទីអញ្ចឹងយើងអានធម្មតា8 5 5ទៅថា o'clock 8 5អញ្ចឹងម៉ោង8 8 5នាទី 5 ឬក៏យើងថា 8 8 5 minute នេះ 5 8 5 minute នេះ minute មានអក្សរ m អក្សរ a អក្សរ 5 minutes អក្សរ u អក្សរ t និងអក្សរ e អញ្ចឹង minute នេះប្រែថានាទី នាទី តែប្រែថានាទីគឺយើងអាចនិយាយថា8 5 8 minute 5ទេក៏បានឬក៏8 5 minute minute ណាមួយទៀតមក 5 minutes តែម៉ោង5ម៉ោង8 5នាទីអញ្ចឹងបានតម្រូវឲ្យយើងរៀនលេខឃើញទេវាប្រតិគ្នារៀនលេខហើយតើយើងចេះលេខបានយើងមកអានម៉ោងកើតមួយទៀតម៉ោង8 8 15 15 15 15 8 15ឬក៏យើងអាចថែមនាទីមក8 15 minute បើយើងចង់ថែមនាទីគឺយើងដាក់នៅខាងក្រោយគេណាយើងអាន3 15ហើយបើយើងដាក់នាទី8 15 minute អញ្ចឹងទៅ 2 minutes មួយទៀតគឺម៉ោង8 25 25 8 25 ចឹង8 minute 25 minute 25ប្រែថា25 8 25ដូចគេសួរយើងវក់ម៉ោងប៉ុន្មានហើយម៉ោង8 5នាទី8 5 8 10ម៉ោង8 10អូខេមួយទៀតម៉ោង8 30នាទីអញ្ចឹងម៉ោង8គឺ8ដដែល8 30គឺ30 30 មែនទេណា30 30 40 50 60 89គឺទៅទុយ2អញ្ចឹង8 30ម៉ោង8 30នាទី one more មួយទៀតម៉ោង8 40នាទីអញ្ចឹង8 40 8 40ឬ40 minutes ចឹងមកក៏បានដែរ 840 845 840មួយទៀត8 8:45ម៉ោង8:45នាទី8:45 45គឺ45និងចុងក្រោយម៉ោង8:55នាទីអញ្ចឹង8:50 50 8:55 8:50 5 អូខេ